គ្នាឃើញស្ពាននេះផ្ទះខ្ញុំនៅជាន់ទី2ខ្ញុំថតតែឃើញស្ពានហ្នឹងកាលពីម្សិលមិញនេះខ្ញុំដាក់វីដេអូដែលខ្ញុំថតស្ពានពីលើផ្ទះខ្ញុំទៅណាស្ពានហ្នឹងឆ្លងពីស្រុកខ្ញុំស្រុកមួយទៀតខណ្ឌគ្នាដោយសារទន្លេនឹងឯងនឹងឆ្លងស្ពានហើយពីម្សិលមិញមានកូនស្រីម្នាក់អាយុប្រហែលជា13 14ឆ្នាំគាត់លូតទឹកសម្រាប់ខ្លួនពីលើស្ពានហ្នឹងទៅទឹកស្ទឹងនឹងឯងគាត់លូតសម្រាប់ខ្លួនហើយបន្ទាប់មកទៀតក៏មានគេជួយសង្គ្រោះទាន់អញ្ចឹងណាអញ្ចឹងគាត់លូតសម្រាប់ខ្លួនតែក្នុងពេលដែលគាត់ចុះទៅដល់ក្នុងទឹកហ្នឹងគឺគាត់ឲ្យបတ်សម្ភាសទៅកសែតណាពេលគាត់ចុះទៅដល់ទឹកហ្នឹងតំណងបែបខួរក្បាលគាត់វាធ្វើការឡើងវិញក្នុងពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាមិនគួរសម្រាប់ខ្លួនគាត់ហែលទាំងដដាបទៅនោះមកដល់មាត់ច្រាំងអ្នកជួយសង្គ្រោះពុំព្យាអីក៏គេជួយសង្គ្រោះយកគាត់ទៅមន្ទីរពេទ្យតាមបទសម្ភាសគាត់ប្រាប់ថាដោយសារគ្រួសារគាត់ឆ្លោះគ្នាពុកម្ដាយគាត់លែងលះគ្នាអត់មានអ្នកណាបារម្ភពីគាត់អញ្ចឹងការលែងលះគ្នាការឆ្លោះប្រកែកគ្នាក្នុងគ្រួសារប៉ះពាល់អារម្មណ៍កូនក្មេងខ្លាំងមែនទែនជាពិសេសអារម្មណ៍ adolescent ក្នុងយុគវ័យជំទង់អាយុ10ឆ្នាំជាងហ្នឹងគឺពិបាកបើសិនជាយើងជាឪពុកម្ដាយយើងរស់នៅមិនចុះសម្រុងនឹងគ្នាយើងបែងចែកផ្លូវគ្នាយើងគួរតែដាក់កូនទៅជាកណ្ដាលកូនជាបន្ទុកប៉ុន្តែមិនមែនបន្ទុកលំបាកអីជាកិច្ចការជាកាតព្វកិច្ចរបស់យើងជាឪពុកម្ដាយពីព្រោះកូនគាត់នៅជា minor អនិច្ចជនគាត់នៅជាក្មេងអញ្ចឹងគាត់ត្រូវការការគាំពារគាត់ត្រូវការការថែទាំពីម្ដាយនិងឪពុកគាត់មិនមែនត្រូវទុកត្រូវឪពុកទៅផ្សេងម្ដាយទៅផ្សេងដោយទុកគាត់ចោលទេបើសិនជាយើងបានការពារបានណែនាំកូនបើសិនជាកូនដើរផ្លូវខុសនឹងជាពីព្រោះកូន100វាមិនដូចយើងទាំង100ទេយើងមិនសូវជាមានremorseមិនសូវជាមានវិបត្តិសេរីតែបើសិនជាយើងមិនបានរវល់នឹងកូនទេឪទៅដោយឪម៉ែទៅដោយម៉ែយើងអត់បានរវល់នឹងកូនបើសិនជាឧបមាដូចកូនស្រីនឹងចឹងបើគាត់ស្លាប់វិបត្តិសេរីរបស់ពុកម្ដាយហើយកូនក្មេងខ្លះទៀតដែលដើរទៅផ្លូវអាក្រក់ផ្លូវខុសវិបត្តិសេរីរបស់ពុកម្ដាយពីព្រោះពុកម្ដាយអត់បានចំណាយពេលវេលានៅថែទាំកូនទេឪពុកម្ដាយមិនបានយកកូនជាធំទេយកសេចក្តីសុខរបស់ខ្លួនឯងជាធំនេះគ្រាន់តែចង់ចែករំលែកពីព្រោះកូនគាត់ឲ្យកិច្ចសម្ភារច្រើនទៅកសែតណានៅពេលគាត់ទៅដល់ទីពេទ្យប៉ុន្តែខ្ញុំមិនបកនិយាយយកមកទាំងអស់ទេចំណុចដែលសំខាន់គឺគាត់ថាមកពីឪពុកម្ដាយគាត់លែងលះគ្នានឹងឆ្លោះគ្នាជាប្រចាំមិនគិតដល់ការសេចក្តីសុខមិនគិតដល់សេចក្តីសុខរបស់គាត់ជាកូនហ្នឹងណា